នៅក្នុងឱកាសនៃការបន់ជុលឆ្នាំថ្មីប្រពៃណីខ្មែរទៀតដែលយើងគួរសម្អាតដែលយើងគួរសម្អាតគួរតែជំរះហ្នឹងគឺវាមានការជំរះការសម្អាតខាងក្រៅនឹងមួយចំណុចហើយការជំរះការសម្អាតខាងក្នុងនឹងមួយចំណុចថាតើអ្វីគឺការជំរះសម្អាតខាងក្រៅគឺសំដៅយកសម្ភារៈបាទផ្ទះសម្បែងហ្នឹងហើយមិនថាតែផ្ទះសម្បែងទេមានការរៀបចំទាំងរៀនទេវតាមានស្លាធัวបៃសីដងខ្ចីបារីមលូស្លាសម្រាប់រៀបចំទទួលទេវតាឆ្នាំថ្មីមិនត្រឹមតែប៉ុណ្ណោះរហូតដល់ការបោសសម្អាតទីធ្លាជុំវិញផ្ទះសម្បែងមិនថាទាំងការដែលសម្អាតទីធ្លាវត្តវាអារាមហ្នឹងហើយសិតសឹងតែអ្វីដែលយើងគួរគេហៅថាការសម្អាតនៅខាងក្រៅគឺការសម្អាតខាងក្រៅគឺសម្អាតយ៉ាងនេះតែអ្វីដែលសំខាន់ជាងគេបំផុតគឺការសម្អាតខាងក្នុងការសម្អាតខាងក្នុងតកតងទៅនឹងរាគៈរបស់មនុស្សយើងតកតងទៅនឹងរាគៈគិណាភ្លើងគឺរាគៈដែលបង្កើតឡើងជាប់តកតងទាំងអស់ទាំងរាគៈគិទាំងតោសៈគិទាំងមោហៈគិដែលលោកឲ្យយើងសម្អាតដែរឲ្យយើងជំរះដែរយើងមិនមែនជំរះសម្អាតទៅជាសមុជឆេតដូចជាសមុជឆេតតបហាណៈណាដូចជាព្រះអរិយបុគ្គលព្រះអរហន្តទាំងឡាយដែលលោកបានសម្រេចធัวជនខ្ពស់លោកអស់នៅកន្លែងហើយទេក៏ប៉ុន្តែគ្រាន់ថាមនុស្សយើងម្នាក់គឺតែងតែមាននៅរាគៈទោសៈមោហៈដែលស្ថិតនៅក្នុងខណ្ឌសន្តានរបស់យើងគឺគ្រប់គ្នាហ្នឹងហើយតែងតែមានស្ថិតនៅក្នុងខណ្ឌសន្តានរបស់យើងគ្រប់គ្នាដូច្នោះហើយគឺយើងត្រូវចេះទប់ស្កាត់ខ្លះនឹងត្រង់ចំណុចនោះឯងដែលឲ្យឈ្មោះថាយើងសម្អាតខាងក្នុងសម្អាតខាងក្នុងសម្អាតនៅមិច្ឆាទិដ្ឋិមិច្ឆាទិដ្ឋិការយល់ខុសឲ្យទៅជាសមាទិដ្ឋិព្រមទាំងការលះបង់នៅមច្ឆរិយៈគឺឲ្យឈ្មោះថាសេចក្តីកំណាញ់បានន័យថានៅក្នុងឱកាសនៃការចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះគឺឲ្យធ្វើចិត្តឲ្យស្អាតឲ្យសបរិសុទ្ធមានការសមាទានសិលជាដើមព្រមទាំងការលះបង់ការជំរះនៅទោសៈមោហៈនិងរាគៈហ្នឹងហើយព្រមទាំងប្រសិនណាបើយើងមិនទាន់ចេះធ្វើទានហ្នឹងហើយត្រូវឲ្យយើងរៀនធ្វើទានហ្នឹងរៀនធ្វើទានរៀនបរិច្ចាគទាននឹងឯងព្រោះទាននេះគឺសំខាន់ណាស់ជាអរិយទ្រព្យសម្រាប់មនុស្សយើងគ្រប់រូបដែលអាស្រ័យនៅក្នុងអនាគតជាតិទៅខាងមុខទៀតបើសិនណាជាអ្នកដែលអត់ទាន់ចេះរក្សាសិលអ្នកដែលមិនទាន់មានសទ្ធានៅក្នុងការរក្សាសិលទេគឺលោកឲ្យយើងរៀនរក្សាសិលឲ្យយើងប្រឹងស្វែងយល់នៅក្នុងសិលដើម្បីរៀនរក្សាសិលព្រោះអានិសង្សរបស់សិលគឺសីលេនសុបតੰយន្តិសីលេនភោគសម្បត្តិសីលេនបតੰយន្តិហ្នឹងគឺការបានរំលត់ទុកការបានភោគទ្រព្យការបានព្រះនិព្វានហ្នឹងហើយសិតសឹងតែបានមកអំពីសិលនឹងដែរឆ្បានសំខាន់សម្រាប់អនាគតជាតិរបស់យើងគ្រប់គ្នាដែរហ្នឹងហើយបើសិនណាជាយើងមិនទាន់ចេះការតាំងចិត្តទៅជាសមាធិចិត្តនៅក្នុងកម្មដ្ឋានណាមួយទេគឺលោកឲ្យយើងព្យាយាមស្វែងយល់ហ្នឹងហើយនៅក្នុងការសមាធិចិត្តការអប់រំចិត្តហ្នឹងហើយធ្វើនៅសមាធិចិត្តឲ្យស្ងប់រងាប់ចាកនៅមន្ទិលសៅម៉ងតម្លៃទាំងពួងនោះឯងហ្នឹងគឺជាការដែលយើងជំរះខាងក្នុងឲ្យឈ្មោះថាការជំរះទាំងខាងក្នុងជំរះទាំងខាងក្រៅនៅក្នុងឱកាសនៃការបន់ជុលឆ្នាំប្រពៃណីខ្មែរនៅក្នុងព្រះពុទ្ធសាសនាគឺក្នុងឱកាសនៃការចូលឆ្នាំថ្មីប្រពៃណីខ្មែរគឺលោកឲ្យយើងគិតដល់សង្វេគោពាក្យថាសង្វេគោគឺជាប្រភពនៃបុណ្យទី1ព្រោះប្រភពនៃបុណ្យគឺមាន3ប្រការសង្វេគោហ្នឹងហើយបសាតោហើយនិងទេសចរិតាវាមាន3ប្រការគេថាបសាតោសង្វេគោទេសចរិតាដល់ពេលសង្វេគោគឺជាប្រភពនៃបុណ្យដ៏ធំបំផុតថាតើយើងគួរធ្វើយ៉ាងណាហៅថាសង្វេគោនៅក្នុងឱកាសនៃការចូលឆ្នាំថ្មីគឺផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មីនឹងឯងគឺការកើតនៅសង្វេគពាក្យថាសង្វេគោណា
ការកើតនៅសេចក្តីសង្វេគថាអូជីវិតរបស់អាត្មាអញគឺកន្លងទៅមួយឆ្នាំបាត់ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីហ្នឹងហើយដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីបានថាជីវិតរបស់អាត្មាអញហ្នឹងគឺបានកន្លងទៅផុតមួយឆ្នាំបាត់ហើយបានន័យថាយៈគឺកាលវេលាហ្នឹងហើយនៅក្នុងពុទ្ធសាសនាលោកសម្ដែងថាកាលោវិសតិគឺយៈគឺកាលវេលានោះឯងគឺមានថ្មី30ហ្នឹងហើយមានថ្មី30មួយខែគឺសំដៅយក30ថ្ងៃដូច្នេះថ្មី30គឺសំដៅយកខែដែលកន្លងទៅមានមាត់12មានមាត់12ហ្នឹងសម្រាប់ទំពាស៊ីហ្នឹងគឺក្នុងមួយឆ្នាំគឺមាន12ខែហ្នឹងយៈកាលោវិសតិគឺកាលវេលាហ្នឹងគឺមានភ្នែក2ហ្នឹងទៀតភ្នែក2ហ្នឹងគឺមួយខាងហ្នឹងភ្លឺមួយខាងនោះងងឹតដែលយើងស្គាល់ថាខាងភ្លឺគឺពេលថ្ងៃខាងងឹតគឺពេលយប់ឬក៏ខាងភ្លឺគឺខាងខ្នើតខាងងឹតគឺខាងរណូចអីជាដើមទៅយៈគឺកាលវេលានេះយើងឃើញហើយថាវិនាទីហ្នឹងហើយវិនាទីដើរកន្លងទៅបាន60វិនាទីនាទីវាដើរទៅបាន1នាទីនាទីដើរកន្លងទៅបាន60នាទីគឺម៉ោងកន្លងទៅបាន1ម៉ោងដូច្នេះក្នុងមួយថ្ងៃ20មួយយប់មួយថ្ងៃ24ម៉ោងហ្នឹងគឺវាដើរទៅជារៀងតារាបអាការដើរទៅជារៀងតារាបនេះឯងដែលធ្វើឲ្យដល់ពេលឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីហើយហ្នឹងដែលក្នុងព្រះពុទ្ធសាសនាគឺលោកឲ្យយើងគិតដល់សង្វេគោហ្នឹងហើយដល់សង្វេគោគឺការកើតសង្វេគនៅក្នុងរូបសង្ខាររបស់យើងនេះថាឥឡូវអាត្មាអញគឺរំកិលទៅហើយរំកិលទៅមុខហើយណារំកិលទៅមុខហ្នឹងហើយរំកិលឈានទៅរោគនៃមច្ចរាជគឺស្ដាច់ហ្នឹងហើយសេចក្តីស្លាប់មច្ចរាជណាគឺជាកងទ័ពរបស់មច្ចរាជនេះគឺសេចក្តីស្លាប់ហ្នឹងឯងហើយយើងឃើញហើយព្រះអង្គសម្ដែងថាយថាតិនដេនកោបាឡូគិវោបាចេតកោហ្នឹងហើយរហូតតទៅនោះគឺឃើញថាអាកំវេលគោគៀនកោទាំងឡាយទាំងពួងនោះដោយដំបងឬក៏អាចញាមានរំពេចមានអីជាដើមហ្នឹងហើយប្រាច់ទៅកាន់ទីគោចរតនាដែលសម្បូរស្មៅបរិភោគឬក៏ត្រាច់មកកាន់ក្រលនៅឯផ្ទះវិញហ្នឹងគឺយ៉ាងណារ៉ែរីឯក្បួនរបស់មច្ចរាជនោះវាគៀងយើងទៅយ៉ាងនោះដូចគ្នាដែរហ្នឹងគឺព្រះអង្គប្រៀបធៀបហ្នឹងដូចជានាយកង្វៀលគោដែលគៀងគោទៅកាន់ទីគោចរចឹងដូចគ្នាដូច្នោះហើយគឺយើងគួរគិតសង្វេគការដែលគិតសង្វេគនោះឯងវាកើតនៅកម្មដ្ឋានតកតងទៅនឹងកិរិយាមិនទៀងរបស់យើងឃើញថាអ្វីគឺមានការប្រែប្រួលទៅជារឿងដរាបហ្នឹងហើយមានការប្រែប្រួលទៅជារឿងដរាបទាំងសាច់ទាំងស្បែកទាំងសក់ទាំងអ្វីទាំងអស់គឺវាមានការប្រែប្រួលទៅពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងគឺប្រែប្រួលទៅរហូតដល់យើងមិនអាចនឹងគិតដល់ទេគឺវាមានការប្រែប្រួលយ៉ាងឆាប់រហ័សបានជានៅក្នុងចូលបត្តកៈហ្នឹងដែលលោកគ្រាន់តែពិចារណាបន្តិចបន្តួចនៅក្នុងការពិចារណារូបរាងកាយណាហ្នឹងហើយដែលគ្រាន់តែយកកន្សែងសមួយទូចយកមកជូតពភៈហ្នឹងហើយជូតមុខពេលដែលបែកញើសហ្នឹងយកមកជូតមុខហ្នឹងគឺឃើញក្អែលឃើញធូលីវាដិតមកនឹងកន្សែងសហ្នឹងដែលនាំចិត្តឲ្យកើតសង្វេគថាអូរូបរាងកាយហ្នឹងគឺมันជាទីល្អវាមិនមែនជាកន្លែងល្អឯណារូបរាងកាយហ្នឹងវាជាទីប្រជុំចុះនៃធូលីហ្នឹងហើយជាទីប្រជុំចុះនៃធូលីអាការដែលឧបនិស្ស័យប៉ុណ្ណេះឲ្យទៅជាតិខាងមុខទៀតបានបួសបានសិក្សារៀនសូត្រទៅបានពិចារណាឆ្លីនៅកណ្ដាត់ឬក៏សម្ពុតសហ្នឹងដែលទៅនឹងភាវនាថារចោហរណងរូបរាងកាយគឺមិនជាទីប្រជុំរូបរាងកាយគឺមិនស្អាតរូបរាងកាយគឺជាទីប្រជុំចុះនៃធូលី
năng ngày phiêu đi đèl bị cha na tất cứ oi ban sầm rạch đâu việc phật prin ở bên ở đâu kiểu lẽ ban tới chụp rẻ là hòn nâng cứ chỉ riêng muối đây là cả ban lùng lúa năng ngày lùng lúa nó non thua nó cứ đôi xa cả đèl bị cha na nó rụp điện cái để ha tha sòng về cô nó ai các ban nó non ốc caในการโจรนำทำไมประเพณีขมายระบอบเยอะนึกน้องพุทธศาสนาคือโลกออยเยอะจุ่มเรียสันดานแต่จัดสะอาดในทางการจุ่มเรียขังกล้าวคือบ่อสมอาดเตสมใบที่วัดอารามการจุ่มเรียขังน้องมันต้นเจทัวเตียนออยยังทัวเตียนมันต้นเจแต่ซาเซลออยยังเรียนแต่ซาเซลมันต้นเจสมาธิจัดออยยังเรียนสมาธิจัดให้จุ่มเรียนโตสะโมหะเรียเกะเกล้ถึงไล่ถึงพวกดอกโกรธเรียนแต่นกน้องคันสันดานแต่ใบแต่ตัวยกเอาไว้เด็ดทำไมจับเตะตรงแต่นั้นการพลัดน้ำจ้าเชียนโจชำทำไมไอ้จับเตะตรงแต่นั้นการเกิดสังเวชคือรูปเรียงเหมือนเตียงรูปเรียงเหมือนละออนั่นคือเพื่อเอาก็สำหรับเราเมียพอลเป็นเปลี่ยนบานในสาการไปจารณาของโอกาสในการโจชำทำไมประเพณีขมายระบายเยืองในพองแดด